ជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីខានជួបគ្នាយូរបងប្អូនសុខសប្បាយអត់ថ្ងៃនេះខ្ញុំមានវីដេអូមួយដែលចង់បង្ហាញបងប្អូនអំពីដំណើរលំអងនិងអ្នកដឹកនាំដំណើរលំអងដែលជាភាសាអង់គ្លេសយើងហៅថា pollination និង pollinators ចាដើម្បីកុំឲ្យខាត់ពេលវេលាយូរនឹងខ្ញុំសូមពន្យល់តែម្ដងពាក្យដំណើរលំអងមានន័យថាការនាំលំអងទៅទម្រង់បន្តពូជរបស់ផ្កាញីក្នុងនោះដែរដំណើរលំអងគេបែងចែកចេញជាពីរមួយជាដំណើរលំអងកាត់និងមួយទៀតជាដំណើរលំអងឯងដំណើរលំអងឯងមានន័យថាគឺជាការស្វ័យដំណើរលំអងដែលដំណើរលំអងនេះកើតឡើងនៅក្នុងផ្កាតែមួយចំណែកឯដំណើរលំអងកាត់មានន័យថាបន្ទេក្របលំអងពីប្លុកលំអងរបស់ផ្កាមួយទៅកាន់ស្តិចម៉ាតរបស់ផ្កាមួយទៀតដោយសកម្មភាពរបស់ខ្យល់និងសត្វល្អិតចាហើយតាមពិតទៅក្រៅពីខ្យល់និងសត្វល្អិតក៏នៅមានអ្នកដឹកនាំក្របលំអងផ្សេងទៀតដែរដែលយើងហៅថា pollinator ក្នុងនោះរួមមានក្រុមឃ្មុំនិងស្រាំងមានរុយមានជាមេអំបៅមានជាសត្វកញ្ចែនិងមានក្រុមបក្សីផងដែរដែលជួយដឹកនាំដំណើរលំអងចាវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាថ្មីនៅវីដេអូក្រោយទៀតអរគុណ